ជំរាបសួរជាពិសេសសួស្តីទៅកាន់បងប្អូនថ្នាក់ទី12ថ្មីអឺអញ្ចឹងយើងដឹងហើយរយៈពេលនេះគឺជារយៈពេលនៃការវ៉ាកងរបស់យើងមានរយៈពេលដល់ទៅ2ខែមកដល់ទៅពេលនេះគឺវាចូលដល់ថ្ងៃទី16 17ហើយបាទអញ្ចឹងយើងនៅសល់រយៈពេល1ខែជាងទៀតគ្រូចង់សួរថាហេតុអីបានជាពេលយើងឡើងទី12យើងចាំបាច់ត្រូវរៀនគួរនៅពេលវ៉ាកងតើរៀនគួរនៅពេលវ៉ាកងមានប្រយោជន៍អីខ្លះបាទវិជ្ជាពិតណាស់តាំងពីចំណន់លោកគ្រូរៀនឲ្យតែត្រៀមនឹងឡើងថ្នាក់ទី12ថ្មីគឺពេលវ៉ាកងដាច់ខាតត្រូវតែរៀនគួរនោះគឺវាមានផលចំណេញច្រើនទី1ធ្វើឲ្យយើងបានដឹងពីមេរៀនដែលគ្រូនឹងត្រៀមនឹងបង្រៀននៅពេលចូលកងតើយើងត្រូវបង្រៀនមេរៀនអ្វីខ្លះទី2ធ្វើឲ្យយើងសមជាមួយនឹងមេរៀននឹងហើយលំហាត់ដែលយើងដែលរៀនពេលវ៉ាកងហ្នឹងគឺវាធ្វើឲ្យយើងអាចធ្វើលំហាត់បានច្រើនរីឯបងប្អូនដែលគិតថារៀនតែអីបើចូលកងវិញរៀនដែរបាទមិនអីទេសម្រាប់បងប្អូនដែលខួរក្បាលល្អលោកគ្រូទទួលស្គាល់ថានៅពេលដែលយើងមិនចាំបាច់រៀនក៏បានចាំពេលចូលកងវិញចាំរៀនរមសាគង់តែរៀនអានឹងដែរចឹងក៏អត់អីដែរប៉ុន្តែយើងគិតទៅដល់អ្នកដែលខួរក្បាលមិនល្អអញ្ចឹងដូចជាការស្ដាប់ចម្រៀងអញ្ចឹងចម្រៀងដែលចេញមកថ្មីបងអូនណាល្អខួរក្បាលល្អគឺស្ដាប់តែម្ដងគឺអាចចាំអាចច្រៀងបានប៉ុន្តែសម្រាប់ការចងចាំបងអូនខ្លះដែលខ្សោយគឺស្ដាប់ម្ដងអត់តន់ចាំទេស្ដាប់3 4សារទៅចាំហើយអាចច្រៀងបានអញ្ចឹងរៀនដូចគ្នាដែរបើសិនជាយើងគិតថាខ្លួនឯងខួរក្បាលវាមិនសូវល្អដូចគេយើងអាចរៀនតែម្ដងហើយចេះបានទេពីព្រោះយើងត្រូវការវឹកហាត់ជាប្រចាំជាពិសេសថ្នាក់ជាសាស្ត្របើយើងរៀនគឺពាក់ព័ន្ធមួយការធ្វើលំហាត់ច្រើនអញ្ចឹងយើងត្រូវវឹកហាត់ការធ្វើលំហាត់ហ្នឹងជាប្រចាំបាទធ្វើទៀតជាប្រចាំជាពិសេសគឺការរៀនដាក់ការភាពខ្លួនឯងហ្នឹងគឺសំខាន់ណាស់បាទអញ្ចឹងសម្រាប់អ្នកជោគជ័យក្នុងការរៀនភាគច្រើនគឺគេមានបែបបទនៃការរៀនរបស់គេអត់អាចធ្វើអីប្រេះដែរគេមិនយកពេលវេលាគេទុកអត់ប្រយោជន៍ទេណាគឺគេយកមកប្រើប្រាស់ដើម្បីចំណេញក្នុងការរៀនរបស់គេបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអញ្ចឹងផ្ដាំទៅបងប្អូនទី12ថ្មីត្រូវតែប្រឹងប្រែងរៀនពីដើមឆ្នាំយើងអត់អាចធ្វើលេងបានទេការរៀនរបស់យើងមិនមែនត្រឹមតែមកជាប់បាក់ឌុបទេគឺទទួលបាននិទេសល្អជាពិសេសគឺនិទេស A ដែលជាគោលដៅរបស់យើងម្នាក់សិតតែមានគោលម្ដងចង់បាននិទេស A តែសកម្មភាពយើងធ្វើរឿងនឹងដែរឬទេអញ្ចឹងសូមអរគុណបាទ